Bà sẽ đây không? Ngay ở video này dương mà mơ việc làm Office 2021 mà để chẳng chỉ từ 4 dương download software xem mà hayสำหรับ software ខ្ញុំបាន download ហើយเราយើងចូលទៅកាន់ file ដែលយើងបាន download ហ្នឹងចូលមកកាន់ download នេះមកអញ្ចឹងនេះជា software សម្រាប់យើងតម្លើង Office 2021 បាទហើយសម្រាប់ software នេះវាមានទំហំវា 4G 5G ហើយ 4G 71ហ្នឹងហើយអញ្ចឹងរបៀបតម្លើងគឺយើងធ្លាប់ធ្វើច្រើនដងហ្នឹងអញ្ចឹងរបៀបតម្លើងយើងអាចចុចទៅលើ file ហ្នឹង2ដងក៏បានឬក៏យើង mouse ស្ដាំយើងយកពាក្យថា mouse នេះបាទយក mouse មកបាទនេះមិនមែនជា file RAR ទេអញ្ចឹងយើងអត់មានអីត្រូវ extract file ដូចពីមុនទេបើដោយសារខ្ញុំ remote តាម online ដល់ពេលហ្នឹងវារៀងយឺតតិចយើងធ្វើឲ្យភ្ញៀវតាមរយៈ online ពីចម្ងាយអញ្ចឹងយើង mouse នេះយើង open បាទអញ្ចឹងមកដល់កន្លែងនេះយើងមាន3 file ដែលយើងត្រូវតម្លើងយើងមានតែមួយទេណាយើងមានខាងក្រៅនេះមួយហើយនឹងខាងក្នុង folder នេះមួយទៀតខាងក្នុងនេះវាមាន32មាន64ទៅតាមប្រភេទកុំព្យូទ័រយើងចង់តម្លើងមួយណាយើងចុចមួយនឹងទៅហើយជាទូទៅខ្ញុំយក file ខាងក្រៅមួយនេះអញ្ចឹងយើងចុចទៅលើ file ពីរដងមកព្រោះហើយយើងចុចចេះអញ្ចឹងរបៀបតម្លើង Office 2021គឺយើងធ្វើតែប៉ុណ្្នឹងឯងហើយយើងត្រូវរងចាំវារងចាំរហូតដល់វាដល់ចប់អាហ្នឹងបានយើងអាចបន្តទៅមុខទៀតបាននេះយើងបិទវាចោលមកអញ្ចឹងសម្រាប់ការតម្លើង Office 2021សម្រាប់ការដាក់ license យើងត្រូវ check មើលកុំព្យូទ័រហ្នឹងសិនថាវាមាន crack ឬក៏អត់មានបើកាលណាវាមាន crack យើងដាក់ license ទៅយើងអាចប្រើប្រាស់បានយូរអញ្ចឹងយើងចូលមកកាន់ disk PC យើងចូលមកកាន់ drive C ព្រោះហើយយើង check មើលនៅពី folder នេះណាអញ្ចឹងយើង check folder នេះមួយបើសិនជាវាមានកម្មវិធី crack នៅក្នុង folder ណាមួយយើងត្រូវធ្វើការលុបចេញតែកាលណាយើងអត់លុបចេញយើងដាក់ license ចូលទៅយើងអត់អាចប្រើប្រាស់បានយូរទេអញ្ចឹងសម្រាប់កុំព្យូទ័រនេះវាអត់មាន crack ទេហើយមួយទៀតតទៅមួយការដាក់ license Office គឺយើងត្រូវ check ទៅលើ Windows ដែរបើសិនជា Windows នឹងប្រើ crack ហើយ Office យើងប្រើ license អញ្ចឹងការប្រើប្រាស់ទៅលើ Office license ក៏វាអត់អាចប្រើប្រាស់បានយូរដែរបើសិនជាកុំព្យូទ័រយើងប្រើ crack Windows ប្រើ crack អញ្ចឹងOffice យើងដំឡើងចិត្តពេញអញ្ចឹងសម្រាប់ការដំឡើង Office របស់យើងបានចប់ហើយយើងចុច close សិនបើអញ្ចឹងOffice របស់យើងបានដំឡើងហើយតែវាអត់មានកម្មវិធីនៅលើ desktop ទេណាអញ្ចឹងយើងចូលទៅទាញយកទាំងអស់គ្នាបាទអញ្ចឹងចូលទៅទាញយកគឺយើងធ្លាប់ធ្វើកន្លងមកគឺយើងចូលមកកាន់ line start នេះណាចូលមកកាន់កន្លែង start រួចហើយយើងវាយពាក្យថា word រួចហើយយើង open file location នេះអញ្ចឹងទាញយកយើងចាប់ទាញមកក្រៅក៏បានឬក៏យើង select វាមកយើងយក3នេះ mouse ស្ដាំរួចហើយយើង send វាទៅក្រៅណា send to desktop នេះមកណាហើយយើងបិទអញ្ចឹងកម្មវិធីយើងមក3ហ្នឹងអញ្ចឹងដើម្បីឲ្យយើងតម្លើង Office ហ្នឹងប្រើប្រាស់បានយូរអញ្ចឹងយើងត្រូវដាក់ license ឲ្យវាតែកាលណាយើងអត់ដាក់ license ទេគឺយើងអត់អាចប្រើប្រាស់បានទេមកឥឡូវយើងបើកកម្មវិធីរបស់យើងពេលដែលយើងតម្លើងហើយថ្មីគឺវាអត់ទាន់អាចប្រើប្រាស់បានទេគឺវាតម្រូវឲ្យយើងដាក់ product key enter យក product key អញ្ចឹងបើវាទាមទារអញ្ចឹងយើងដាក់ key យើងចូលមកណា key គឺយើងបាន copy ហើយយើងមកស្ដាំយើងផាសវាចូលមករួចហើយយើងចុច activate ចុច accept មួយទៀតរួចហើយយើងថិចយកខាងក្រោមបាទអានេះដោយសារយើងតម្លើងហើយថ្មីយើងថិចយកខាងក្រោមនេះមកបើករណីដែលវាអត់មាន load ផ្ទាំងបែបហ្នឹងបើសិនជាវាអត់មាន load ផ្ទាំងដូចមិញទេយើងបិទកម្មវិធីរបស់យើងសិនមករួចហើយយើងបើកកម្មវិធី Word យើងសិនថ្មីបើកមកវានឹង load ផ្ទាំង message នឹងឲ្យនេះអញ្ចឹងយើងចុចយកថិចយកខាងក្រោមយើងចុច next កន្លែងនេះយើងត្រូវថតណាថតដើម្បីទទួលបាន CID ណាយើងថតយក IID នេះយកទៅផ្ញើឲ្យអ្នកលក់អ្នកដែលគាត់ផ្ញើ key ឲ្យយើងនេះយើងផ្ញើនេះឲ្យគាត់វិញទៅដើម្បីឲ្យគាត់យក CID យកមកយើងយកមកបំពេញនៅកន្លែងនេះណាឥឡូវយើងថតបើដល់យើងយក CID បាននេះសម្រាប់ប្រភេទ retail ពេលដែលយើងបាន CID ហើយយើងចុច back រួចហើយយើងថិចខាងលើរួចហើយយើងចុច next អាហ្នឹងប្រភេទ retail ប៉ុន្តែបើសិនជា Office ហ្នឹងជាប្រភេទ VL យើងចុច next នោះចេញបែបនេះអញ្ចឹង VL យើងត្រូវយក CID ដែលគេបោះឲ្យយើងហ្នឹងយកមកបំពេញនៅកន្លែងនេះណា
បើប៉ុន្តែដោយសារតែ Office នេះជាប្រភេទ retail យើងចុច back យើង thích យកខាងលើឬហើយយើងចុច next បាទឥឡូវ Office យើង activate បានជោគជ័យហើយសម្រាប់ការ activate Office គឺយើងត្រូវជាប់ internet ដែរណាយើងត្រូវភ្ជាប់ internet បើមិនជាយើងអត់ភ្ជាប់ internet ទេយើងអត់អាច activate បានទេអត់អាចទៅមុខណាឥឡូវយើង activate បានជោគជ័យយើងចុច close មកហើយសម្រាប់ computer ដែលមាន internet លឿនដែលប្រើប្រាស់ Wi-Fi យើងចូលមកកាន់ account នេះរួចហើយយើងចុច like មក update option រួចហើយយើងចុចបើកមុខងារ update ហើយយើងអត់ចង់ update ទេយើងទុកវាតែប៉ុណ្្នឹងទៅក៏បានដែរណាតែនេះខ្ញុំ update ឲ្យហើយរួចហើយយើងចុចមួយទៀតយើងយក update option យើងចុច yes ចុចមួយទៀតយើងយក update now ហើយសម្រាប់ការ update នេះគឺវាដូចតែយើង download Office ចឹងវាដើរយឺតឬក៏ដើរលឿនវាអាស្រ័យទៅលើ internet របស់យើងแล้ว update ចប់យើងចុច close ឬហើយយើងចូលមកនេះមកយើង disable update វិញទៅចុចចេះមកអាហ្នឹងសម្រាប់ករណីដែលបងប្អូនអត់ចង់ឲ្យ Office បងប្អូន update ដោយ auto ណាឥឡូវយើងបិទ update ហើយយើងចុចខ្វែងវាចោលហើយសម្រាប់ការដំឡើង Office ក៏ដូចជាការដាក់ license Office គឺយើងមានប៉ុណ្្នឹងឯងបាទហើយសម្រាប់បងប្អូនដែលចង់ដំឡើង Office ចង់ដាក់ license Office មិនថា Office ឬក៏ Windows នេះបងប្អូនត្រូវការបងប្អូនអាចតាក់ទងមកបានណា link Telegram នៅខាងក្រោមវីដេអូនេះមានបាទហើយសម្រាប់វីដេអូនេះគឺយើងមានបាទអរគុណសូមជម្រាបលា